ការទូទីនេះគឺជាការទូទីទូទៅប្រសិនបើមន្ត្រីជាមួយអ្នកចលនាភាគរយនោះទេវាមិនមែនជាវីដេអូរបស់អ្នកនោះទេរិស័យឆ្នាំរោងសម្រាប់ខែមេសាឆ្នាំរោងជាអ្នករកស៊ីមួយចំនួនខែថ្មីការរកស៊ីមានរឿងខ្លះនឹងធ្វើឲ្យអ្នកពិបាកនៅក្នុងការសម្រេចចិត្តព្រោះតែរឿងនេះនឹងនាំផ្លូវអ្នកឲ្យទៅរកភាពរីកចម្រើនហើយក៏អាចនឹងជាការសម្រេចចិត្តមួយដ៏លំបាកព្រោះតែអ្នកត្រូវជ្រើសរើសរបស់ពីរក្នុងពេលតែមួយក៏ដោយសារតែអ្នកមិនអាចទ្រាំទ្រធ្វើតែម្នាក់ឯងហើយការសម្រេចចិត្តមួយនេះក៏នឹងផ្លាស់ប្ដូរអនាគតរបស់អ្នកផងដែរបើសិនបើអ្នកជ្រើសរើសខុសខែនេះបើសិនបើអ្នកមានអារម្មណ៍មួម៉ៅច្រើនមានអារម្មណ៍បាក់ទឹកចិត្តចូលតាំងចិត្តធ្វើសមាធិឬក៏ធ្វើដំណើរកម្សាន្តទៅតំបន់ភ្នំក៏ដូចជាតំបន់សមុទ្រដើម្បីឲ្យផ្កាយជីវិតរបស់អ្នករួចផុតពីការហុំព័ទ្ធនៃចំហាយធាតុអាក្រក់ហើយរឿងខ្លះដែលធ្វើឲ្យអ្នកខកចិត្តនិងរឿងណាដែលអ្នកមិនអាចបញ្ឈប់វាបានគួរតែដោះលែងវាឲ្យទៅព្យាយាមពង្រឹងអារម្មណ៍ល្អឡើងវិញបណ្ដោយឲ្យវាទៅតាមធម្មជាតិនោះការរកស៊ីរបស់អ្នកបើទោះបីជាធ្លាក់ចុះក៏ធ្លាក់ត្រឹមតែមួយរយៈពេលខ្លីឆ្នាំរោងខ្លះទៀតខែថ្មីរបស់រកស៊ីហាក់ដូចជាមានកំណើនតែបញ្ហានៅក្នុងជីវិតរបស់អ្នកក៏កើនដូចគ្នាមិនត្រឹមតែប៉ុណ្ណោះទេរឿងខ្លះក៏នាំឲ្យអ្នកខ្វល់ចិត្តខ្លាំងរហូតដល់គេមិនលក់ថែមទៀតយ៉ាងណាក៏ដោយរឿងមួយចំនួនចេញពីមាត់មនុស្សមិនបរិសុទ្ធវានឹងមិនខ្លាចជាការពិតឬក៏មិនជះឥទ្ធិពលអាក្រក់ដល់ជីវិតរបស់អ្នកនោះទេហើយបើសិនជាអាចគួរតែដាក់បាតចំពោះព្រះសង្ឃអត្តខិតឬក៏ព្រះសង្ឃចំណាស់នោះជីវិតរបស់អ្នកក៏ដូចជាការរកស៊ីរបស់អ្នកនឹងមិនមានបញ្ហាធំដុំនោះទេហើយចាំថាបើសិនបើជួបបញ្ហាតិចតួចមិនគួរបាក់ទឹកចិត្តនោះទេត្រូវតាំងចិត្តឲ្យរឹងមាំជានិច្ចទើបការរកស៊ីរបស់អ្នកនឹងមានកំណើនឆ្នាំរោងមួយចំនួនតូចខែថ្មីរាល់របរណាឬក៏មនុស្សណាដែលធ្វើឲ្យអ្នកហត់ចិត្តច្រើនខែក្នុងឆ្នាំនេះអ្នកល្មមដោះលែងវាឲ្យទៅឬក៏ល្មមស្វែងរករបរថ្មីវានឹងធ្វើឲ្យអ្នកមិនសូវមានអារម្មណ៍ថាស្មារតីរបស់អ្នកកំពុងតែកំពុងតែរិចពន្ធធ្ងន់ធ្ងរពេកវាពិបាកមួយរយៈពេលតែវានឹងមកធ្វើឲ្យអ្នកលំបាកអស់មួយជីវិតនោះទេបើសិនជាអាចគួរតែនៅឲ្យឆ្ងាយពីមនុស្សដែលមានចំហាយសភាវៈអាក្រក់មនុស្សបែបនេះចូលចិត្តដ្រាម៉ាច្រើនមានអារម្មណ៍តុកសិកច្រើនមួម៉ៅច្រើនមិនសូវចេះស្ដាប់នរណាគ្រប់ពេលចូលចិត្តផុសតែរឿងទុកសោកបើអ្នកមិនអាចជៀសផុតពីមនុស្សបែបនេះទេត្រឹមតែផ្ដល់កម្លាំងចិត្តឬត្រឹមជួយលើកទឹកចិត្តគេមួយរយៈតែហាមនៅជាមួយគេរហូតដល់មេឃងងឹតឬក៏ទីកន្លែងដែលមានសភាពស្ងាត់ជ្រងំហើយខែនេះបើសិនជាអាចអ្នកធ្វើអ្វីឲ្យមានខ្លឹមសារសម្រាប់ខ្លួនឯងនិងមនុស្សដែលស្រឡាញ់អ្នកឲ្យបានច្រើនទើបជីវិតការងាររបស់អ្នកនឹងមានតែអ្នកជួយជ្រោមជ្រែងបើសិនជាអាចអ្នកគួរតែធ្វើបន់ដល់ម្ចាស់បំណុលកម្មឬក៏ស្វែងរកតំបន់ទឹកជ្រោះណាមួយដើម្បីទៅលេងកម្សាន្តឆ្នាំរោងខ្លះទៀតខែថ្មីបញ្ហាខ្លះនឹងធ្វើឲ្យអ្នកខកចិត្តខ្លាំងដូច្នេះអ្នកគួរតែត្រៀមចិត្តនិងធ្វើអ្វីប្រកបដោយភាពម៉ឺងម៉ាត់ហ្មត់ចត់ខែនេះបើសិនបើការងាររបស់អ្នកជាប្រភេទការងារស្វែងរកប្រាក់ចំណូលតាមរយៈការរកអតិថិជនឬក៏ជាការងារពាក់ព័ន្ធនឹងការទិញលក់អ្នកគួរតែអោនខ្លះទើបជាការល្អតែបើអ្នកជាមនុស្សចង្អេងចង្អាងឆាប់ខឹងឬក៏ឆេវឆាវខុសបែបបទគួរតែគិតគូរឡើងវិញចំពោះអត្តចរិតបែបនេះនិងព្យាយាមផ្លាស់ប្ដូរការតម្រូវកាត់បន្ថយចរិតមិនល្អឲ្យបានច្រើននិងធ្វើចិត្តឲ្យធ្ងន់ឲ្យបានច្រើននោះអ្នកនឹងមិនមានបញ្ហាធំនោះទេឬក៏បើអ្នកមិនចង់បាត់បង់ការងារដ៏ល្អមួយនេះខែនេះប្រសិនបើអ្នកថយមួយជំហានល្អចំពោះមនុស្សដែលផ្ដល់ប្រយោជន៍ដល់អ្នកច្រើនឬក៏អោនបន្តិចចំពោះមនុស្សដែលមានឋានៈធំខ្លាំងខាងទ្រឹស្ដីនិងការអនុវត្តនោះត្រឹមតែប្រហែលខែទៀតអ្នកនឹងទទួលបានដំណឹងល្អដំណឹងដែលអ្នកតែងតែរងចាំប្រហែលខែមុនឆ្នាំរោងមួយចំនួនតូចខែនេះអាចថាជាខែសំណាងក៏បានអាចថាជាខែដែលតឹងទ្រូងបំផុតក៏បានព្រោះខែនេះដើម្បីទទួលបានលទ្ធផលល្អអ្នកត្រូវជំនះឧបសគ្គច្រើនត្រូវតាំងចិត្តច្រើនជាពិសេសអ្នកត្រូវផ្លាស់ប្ដូរគម្រោងការច្រើនដូចគ្នាទោះជាយ៉ាងណាក៏ដោយអ្នកនឹងមិនខកចិត្តនោះទេនៅកិច្ចខិតខំប្រឹងប្រែងរបស់អ្នកប្រសិនជាអាចកុំភ្លេចចែកបន់ដល់បានដើម្បីទេវតានិងគ្រូវាសនារបស់អ្នករាល់ពេលដែលអ្នកជោគជ័យក្នុងរឿងអ្វីមួយចំណែកឯឆ្នាំរោងមានគូមួយចំនួនខែថ្មីប្រយ័ត្នពាក្យសម្ដីឲ្យបានច្រើនប្រសិនបើអ្នកមិនចង់បែកចានបែកឆ្នាំងឬក៏ប្រសិនបើអ្នកមិនចង់ឲ្យស្នេហាមួយនេះមានតែបញ្ហានាពេលអនាគតហើយអ្នកក៏មិនត្រូវតតាំងជាមួយគេខុសរឿងនិងចង់ចាញ់ឈ្នះខុសបែបបទនោះទេដោយសារតែខែនេះនៅក្នុងផ្ទះឬក៏ជីវិតស្នេហារបស់អ្នកសម្បូរដោយធាតុភ្លើងច្រើននិយាយច្រើនបញ្ហាច្រើននិយាយតិចមិនសូវមានបញ្ហាផ្អែមខ្លះខឹងងក់ងោខ្លះយ៉ាងណាក៏ដោយបញ្ហាមួយចំនួនគួរតែដោះស្រាយភ្លាមនិយាយគ្នាភ្លាមប្រសើរជាងទុកចោលមិនដោះស្រាយមួយថ្ងៃឬក៏ពីរថ្ងៃគូឆ្នាំរោងខ្លះទៀតខែថ្មីមានរឿងខ្លះអ្នកមិនគួរហើបមាត់ឡើងបន្ទោសគេនោះទេអ្នកគួរតែគិតឲ្យច្បាស់ជាមុនសិនមុននឹងស្ដីថាក៏ដោយសារតែវាអាចនឹងនាំបញ្ហាឬក៏នាំមេរោគដល់ស្នេហារបស់អ្នកមិនត្រឹមតែហើយវាក៏នឹងនាំរឿងមិនត្រឹមតែខែនេះនោះទេក៏នឹងឈានដល់ប្រហែលខែទៀតនៅខាងមុខហើយបើគេស្ងាត់មាត់អ្នកគួរតែស្ងាត់មាត់ដូចគ្នាដើម្បីកុំឲ្យភ្លើងចម្បាំងតូចមួយរៀលដាលដល់ឆេះផ្ទះធំទាំងមូលមានបញ្ហាខ្លះមិនគួរដេញដោលសួរនាំនិយាយដដែលច្រើនពេកនោះទេប្រសិនបើវាត្រូវបានដោះស្រាយបញ្ចប់រួចរាល់ហើយ
ត្រូវចាំថាទុកមុខឲ្យគេខ្លះផងបើសិនបើអ្នកស្រឡាញ់ដៃគូរបស់អ្នកខ្លាំងសម្រាប់ឆ្នាំរោងមួយចំនួនតូចខែនេះជាខែដែលអ្នកទាំងពីរមានដំណឹងល្អច្រើនបំផុតបើសិនបើអ្នកទាំងពីរបានឆ្លងកាត់បញ្ហាធំចំនួន2ឬក៏3រួចមកហើយប៉ុន្តែរឿងអាក់អន់សម្ពុនចិត្តខ្លះកុំលាក់ទុកក្នុងចិត្តច្រើនពេកក៏កុំសូវគុំគួនយូរពេកកុំឲ្យធាតុអាក្រក់ឬក៏បិសាចចិត្តរបស់អ្នកចូលមកបំផ្លាញគ្រួសាររបស់អ្នកបានគូឆ្នាំរោងណាដែលជួបបញ្ហាចាក់ស្រេះដោះស្រាយបង្រួចគួរតែធ្វើបន់ដល់ម្ចាស់បំណុលកម្មឬក៏ប្រឡែងត្រីក៏ដូចជាសត្វដែលជាប់អន្ទាក់ដើម្បីឲ្យជីវិតស្នេហារបស់អ្នកទាំងពីរមានតែភាពជោគជ័យចំពោះឆ្នាំរោងនៅលីមួយចំនួនពាក្យសំទោសរបស់អ្នកលែងមានន័យសម្រាប់គេទៀតហើយព្រោះពេលនេះគេចាក់ចេញទៅឆ្ងាយអ្នកក៏លែងមានឱកាសឃើញមុខគេដូចគ្នាហើយភាពទុក្ខសោកនិងវិបដិសារីរបស់អ្នកដែលតាមលងបន្លាចអ្នកច្រើនឆ្នាំមកនេះក៏គួរតែដោះលែងវាឲ្យទៅឆ្ងាយព្រោះតែខែនេះអ្នកនឹងជួបមនុស្សច្រើននិងត្រូវដោះស្រាយបញ្ហាច្រើនសម្រាប់ឆ្នាំរោងនៅលីវខ្លះទៀតកុំភ្លេចមើលថែសុខភាពអ្នកឲ្យបានល្អនិងកុំភ្លេចរៀបចំខ្លួនឲ្យបានស្អាតម្ដងទៀតអ្នកមិនទាន់អស់ផ្លូវដើរនោះទេក៏ដើម្បីកុំឲ្យអ្នកខ្មាស់គេឬខ្មាស់មិត្តចាស់របស់អ្នកនៅពេលដែលអ្នកជួបគេម្ដងទៀតគ្រប់យ៉ាងនៃស្នេហាបាក់បែករបស់អ្នកបើទោះបីជាអ្នកគិតថាភាគច្រើនជាកំហុសរបស់អ្នកប៉ុន្តែអ្នកមិនគួរអោបទុកមួយនេះមិនលែងដែរជីវិតរបស់អ្នកមានបញ្ហាច្រើនមកហើយជួបរឿងឈឺក្បាលក៏ច្រើនដូចគ្នាទាំងគ្រួសារនិងការងារដូច្នេះអ្នកមិនគួរអោបទុកបន្ថែមទៀតនោះទេក្នុងโลกនេះគ្មាននរណាម្នាក់មិនចេះខុសនោះទេសំខាន់ខុសហើយត្រូវចេះកែសំខាន់ចេះដឹងកំហុសសំខាន់អ្នកប្រឹងប្រែងរកវិធីប៉ះប៉ូវរឿងទាំងឡាយបានច្រើនដែរដូច្នេះវាល្មមដល់ពេលដែលអ្នកដើរចេញពីអតីតស្វែងរករឿងថ្មីស្វែងរកពិភពលោកថ្មីនិងធ្វើជាមនុស្សថ្មីដែលចេះញញឹមចេះមើលថែខ្លួនឯងក៏ចេះជួយយកអាសាអ្នកដទៃហើយរឿងណាដែលធ្វើឲ្យអ្នកខុសឆ្គងម្ដងទៀតគួរតែជៀសឲ្យឆ្ងាយនៅពេលណាដែលអ្នកធ្វើល្អគ្រប់បុណ្យគ្រប់កុសលនោះជីវិតស្នេហារបស់អ្នកលែងមានអ្នកសើចចំអកលែងមានអ្នកចូលមកដើម្បីតែផលប្រយោជន៍និងលែងមានមនុស្សចូលមកលេងសើចក្នុងជីវិតរបស់អ្នកដូចគ្នាអ្នកថ្មីដែលអ្នកនឹងជួបគេអាចនឹងមានចរិតប្លែកបន្តិចគេអាចនឹងធ្វើរឿងដែលធ្វើឲ្យអ្នកមានអារម្មណ៍ថាធុញទ្រាន់បន្តិចពីដំបូងតែយូរទៅអ្នកនឹងមានអារម្មណ៍ថាខ្វះគេមិនបានហើយគ្រប់រឿងគ្រប់ទង្វើដែលគេធ្វើស្ថិតនៅក្នុងការចងចាំរបស់អ្នកបានយូរគ្រប់ពេលដែលអ្នកនឹកឃើញដល់គេអ្នកក៏នឹងមានស្នាមញញឹមបើទោះបីជាជីវិតរបស់អ្នកលំបាកប៉ុណ្ណាក៏ដោយសម្រាប់ឆ្នាំរោងនៅលីមួយចំនួនទៀតគ្មានអ្នកថ្មីមានតែអ្នកចាស់ដែលចូលមកកំដរជីវិតរបស់អ្នកមិនឲ្យអកសោកគេចូលមកមិនមែនដើម្បីបន្តក្តីស្រឡាញ់នោះទេគេចូលមកដើម្បីសងនៅអ្វីដែលអ្នកបានធ្វើទៅលើគេតែប៉ុណ្ណោះយ៉ាងណាក៏ដោយប្រសិនបើអ្នកកំពុងតែដោះស្រាយបញ្ហាអ្នកមិនគួរធ្វើជាជនរងគ្រោះឬក៏ជនទន់ខ្សោយនោះទេតែអ្នកគួរតែធ្វើជាមនុស្សរឹងមាំរកយុត្តិធម៌ឲ្យខ្លួនឯងម្ដងទោះជាអ្នកមានកំហុសតែទោះមិនដល់ស្លាប់នោះទេប្រសិនជាអាចគួរតែធ្វើបន់ដល់ម្ចាស់បំណុលកម្មឬក៏ធ្វើបន់ដល់ម្ចាស់កម្មពៀនៃគូវាសនារបស់អ្នកដើម្បីឲ្យអ្នកឆាប់បានជួបមនុស្សល្អសូមជូនពរឆ្នាំរោងឲ្យជួបតែរឿងល្អជួបតែមនុស្សល្អនិងជោគជ័យក្នុងខែថ្មីអរគុណសម្រាប់ការស្ដាប់ជួបគ្នានៅវីដេអូក្រោយ